អ្នកជំងឺក្រិនថ្លើមតើរស់បានរយៈពេលប៉ុន្មានជាអត់លោកគ្រូអញ្ចឹងខ្ញុំនឹងប្រាប់នៅចុងវីដេអូតើអ្នកជំងឺក្រិនថ្លើមរស់រយៈពេលបានប៉ុណ្ណាអញ្ចឹងខ្ញុំនិយាយពីជំងឺក្រិនថ្លើមដែលខ្លាំងបំផុតដែលយើងមិនអាចសង្គ្រោះបាននិងសង្គ្រោះបានគេហៅថាខ្សោយថ្លើមចឹងដំបូងបំផុតគឺអ្នកជំងឺយើងហ្នឹងគឺមានមូលហេតុនៃជំងឺថ្លើមឧទាហរណ៍ថ្លើម B ថ្លើម C យើងផឹកស្រាខ្លាញ់រុំថ្លើមអូតូអ៊ីមយូននិងផ្សេងទៀតជាមូលហេតុធ្វើឲ្យយើងហ្នឹងក្រិនថ្លើមចឹងចូលដល់ដំណាក់កាលក្រិនថ្លើមហ្នឹងគឺយើងនៅតែព្យាបាលបានអញ្ចឹងក្រិនថ្លើមយើងបែងចែកជា2ទី1ក្រិនថ្លើមជួយខ្លួនឯងបានមួយទៀតក្រិនថ្លើមជួយខ្លួនឯងមិនបានគេហៅ decompensate អាហ្នឹងគឺនៅតែជួយបានអញ្ចឹងនៅតែជួយបានអញ្ចឹងអាមួយទៀតក្រិនថ្លើមស្រួចស្រាលជំងឺថ្លើមស្រួចស្រាលទៅលើអ្នកជំងឺក្រិនថ្លើមរ៉ាំរ៉ៃហ្នឹងអាហ្នឹងអត្រាមរណភាព180ថ្ងៃហ្នឹងចូលលក្ខណៈខ្សោយថ្លើមចឹងគ្រប់ជំងឺថ្លើមទាំងអស់បើមិនតាន់ខ្សោយថ្លើមទេទោះបីជាយើងមានតិចទឹកប៉ុណ្ណេះក៏ដោយក៏យើងទាញឲ្យគាត់បានរស់មកវិញដែរឲ្យបានរស់មកវិញដែរក្នុងករណីខ្សោយថ្លើមហ្នឹងគឺបានន័យថាមនុស្សរស់ក៏ប៉ុន្តែថ្លើមស្លាប់មុនមនុស្សបាត់ហើយអញ្ចឹងតិចទឹកមានប៉ុណ្ណេះក៏ដោយគឺយើងធ្វើអាចឲ្យស្រកមកវិញយើងបូមយើងព្យាបាលអីហ្នឹងឲ្យវាស្រកមកវិញតែអ្នកជំងឺនៅស្លាប់ដដែលមូលហេតុអីមុននឹងក្រោយស្លាប់គឺដោយសារថ្លើមយើងនឹងស្លាប់មុនមនុស្សហើយគេហៅខ្សោយថ្លើមអញ្ចឹងនៅពេលដែលយើងឆែកឈាមទៅខ្ញុំលើកយកឈាមមួយមកនិយាយគេហៅមុខងារថ្លើមគឺ TP INR អាហ្នឹងតើវាមានបញ្ហានៅអាហ្នឹងហើយគឺយើងពិបាកទាញសង្គ្រោះជីវិតមនុស្សមកវិញខ្លាំងណាស់ចឹងអ្នកជំងឺថ្លើមទាំងអស់បើសិនជាយើងឆាប់ព្យាបាលកុំទុកឲ្យវាទៅខ្សោយថ្លើមចឹងណាមានអាខ្សោយថ្លើមស្រួចស្រាលភ្លាមចឹងអាខ្សោយថ្លើមទៅលើអ្នកជំងឺក្រិនថ្លើមរ៉ាំរ៉ៃហ្នឹងកុំឲ្យវាចូលដល់ដំណាក់កាលហ្នឹងយើងព្យាបាលភ្លាមមកគឺយើងទាញអាយុជីវិតគាត់មកវិញអញ្ចឹង mortality rate របស់អ្នកជំងឺdecompensate បានន័យថាថ្លើមជួយខ្លួនឯងមិនបានមានតិចទឹកមានអីអញ្ចឹងទៅអញ្ចឹងគេសើចទៅឃើញថាលើស2ឆ្នាំទៅ4ឆ្នាំបើយើងសម័យឥឡូវសម័យមានប្រដាប់សង្កពះមានអីល្អច្រើនណាស់អញ្ចឹងគេទាញអ្នកជំងឺនឹងអាចលើសហ្នឹងអញ្ចឹងអ្នកជំងឺក្រិនថ្លើមយើងក្រិនថ្លើមហើយប៉ុន្តែអត់តន់ចូលដល់ដំណាក់កាលជួយខ្លួនឯងអត់បានទេណោះពី10ឆ្នាំមកគេស្រាវជ្រាវតែបើយើងតាមដានសុខភាពខ្លួនឯងជាប្រចាំអាចលើសហ្នឹងទៀតអញ្ចឹងគ្រាន់តែបងប្អូនទៅរកពេទ្យគិនផ្ទះក៏ដោយចិត្តផ្ទះនៅណាក៏ដោយយើងត្រូវឆែកហើយយើងមិនតំណែងយើងមើលទៅថាថ្លើមកម្រិតណាអញ្ចឹងគេជួយយើងអញ្ចឹងយើងបានទៅវិញទៀតក៏ប៉ុន្តែក្នុងករណីយើងបដោយដល់ពេលមកពេទ្យភ្លឹបមើលទៅលឿងភ្នែកទាកទឹកដល់ឆែកមុខងារថ្លើមទៅឃើញអស់លេងមុខងារថ្លើមអស់លេងអាហ្នឹងមុនក្រោយគង់តែស្លាប់ពេទ្យជួយអត់បានទេក៏ប៉ុន្តែគេជួយបានឲ្យរយៈពេលបានប្រហែលខែប្រហែលថ្ងៃហ្នឹងឲ្យបានឃើញមុខគ្រួសារអញ្ចឹងចុះអាហ្នឹងអញ្ចឹងគឺថ្លើមហ្នឹងវាស្លាប់មុនមនុស្សនៅព្រិលហ្នឹងអាចដើរចូលមកពេទ្យបានទេតែអាមុខងារថ្លើមយើងខ្សោយហ្នឹងបានន័យថាថ្លើមយើងស្លាប់មុនបាត់ហើយអញ្ចឹងមុនក្រោយយ៉ាងយូរ180ថ្ងៃគឺអ្នកជំងឺហ្នឹងត្រូវទៅអញ្ចឹងចង់ឲ្យបងប្អូនដឹងថាมันពិបាកគ្រប់គ្រងទេអ្នកជំងឺថ្លើមគ្រាន់តែយើងទៅជួបគ្រូពេទ្យឲ្យគេដកមូលហេតុចេញឲ្យអស់ថ្លើម B ដកមូលហេតុថ្លើម B ខ្លាញ់រុំថ្លើមដកមូលហេតុខ្លាញ់រុំថ្លើមទៅអាហ្នឹងយើងរួចខ្លួន